រៀបការតាមប្រពៃណីខ្មែរនឹងបានរួមរស់ជាមួយគ្នាជាង5ឆ្នាំក្រោយមកទៀតមានការកម្មកុសភាគីខាងប្រុសបានចោះចោលផ្ទះហើយទៅរៀបការជាមួយនឹងប្រពន្ធថ្មីតើភាគីខាងស្រីអាចប្តឹងអំពីបទផិតក្បត់បានដែរឬទេចម្លើយយ៉ាងខ្លីនោះគឺថាมันអាចប្តឹងបានទេបើយោងទៅលើមាត្រា7នៃច្បាប់ស្តីពីឯកពន្ធភាពគឺគេបានឲ្យនិយមន័យអំពីអំពើផិតថាជាអំពើមួយដែលប្តីឬក៏ប្រពន្ធដែលមានចំណងអាពាហ៍ពិពាហ៍មិនទាន់បានរំលាយហើយទៅមានទំនាក់ទំនងសាបនកិច្ចឬក៏ទំនាក់ទំនងផ្លូវភេទឬក៏ទំនាក់ទំនងរួមរយៈមេត្រីជាមួយនឹងបុរសឬក៏ស្ត្រីក្រៅពីដៃគូជាប្តីប្រពន្ធរបស់ខ្លួនឯងនេះជាអំពើផិតនៅទីនេះមានពាក្យកន្លឹះមួយគេហៅថាចំណងអាពាហ៍ពិពាហ៍ដែលមិនទាន់ត្រូវបានរំលាយករណីដែលបានលើកជាសំណួរមកនេះគឺថាប្តីប្រពន្ធរបស់គាត់អ្វីត្បិតតែបានរៀបអាពាហ៍ពិពាហ៍តាមលក្ខណៈប្រពៃណីខ្មែរប៉ុន្តែតាមផ្លូវច្បាប់គឺគាត់មានទំនាក់ទំនងអាពាហ៍ពិពាហ៍បែបអនិតិសង្វះបានន័យថារៀបអាពាហ៍ពិតមែនប៉ុន្តែមិនទាន់បានចុះបញ្ជីអាពាហ៍ពិពាហ៍នៅទីតាំងមន្ត្រីអត្រានុកូលដ្ឋានទេដូច្នេះបើនិយាយអំពីចំណងអាពាហ៍ពិពាហ៍របស់គូស្វាមីភរិយានេះគឺមិនមានទេករណីដែលគ្មានចំណងអាពាហ៍ពិពាហ៍ចាស់ទេដូច្នេះការទៅរៀបការជាមួយប្រពន្ធថ្មីឬក៏ទៅចុះបញ្ជីអាពាហ៍ពិពាហ៍ថ្មីគឺជារឿងមួយដែលមិនខុសទៅនឹងច្បាប់ឯកពន្ធភាពនោះឡើយដូច្នេះដើម្បីឲ្យចំណងអាពាហ៍ពិពាហ៍របស់យើងត្រូវបានការពារប្រយោជន៍និងការពារសិទ្ធិដោយច្បាប់ពីលំណាតែយើងត្រូវតែអនុវត្តឬអនុលោមទៅតាមច្បាប់ដែលបានកំណត់ការរៀបអាពាហ៍ពិពាហ៍តាមតែប្រពៃណីរបស់ខ្មែរគឺមិនទាន់គ្រប់គ្រាន់ទេគឺដាច់ខាតត្រូវតែចុះបញ្ជីនៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋានដើម្បីឲ្យចំណងអាពាហ៍ពិពាហ៍របស់យើងត្រូវបានទទួលស្គាល់ដោយច្បាប់